ខ្ញុំមើលគូក្រងឆ្នាំខាលទៅនឹងមួយម៉ែគូខាលមកចពីគូហ្នឹងណាមានលក្ខណៈយ៉ាងណាហើយក៏នេះដោយសារបានលុយលៀបខ្លាំងណានៅឆ្នាំ2026អញ្ចឹងហើយខ្ញុំក៏រើសឆ្នាំទាំងពីរហ្នឹងមកជម្រាបជូនបងប្អូនកូនចៅឲ្យជ្រាបណាឆ្នាំទាំងពីរហ្នឹងជួបលៀបជួបហេងសំណាងនៅឆ្នាំ2026ហើយខ្ញុំមើលខាលនិងមួយម៉ែគូរវាងខាលនិងមួយម៉ែមិនថាខាលប្រុសឬក៏ស្រីទេហើយទាំងមួយម៉ែមិនថាជាតួអង្គបរិសុទ្ធឬក៏ស្ត្រីទេណាកាលណាអ្នកទាំងពីរហ្នឹងឯងជួបគ្នានឹងទទួលបានคล้ายទៅជាមនុស្សដែលមានគុណធម៌ពីរអ្នកហ្នឹងក៏មានសុភមង្គលដែរគ្រាន់តែថាការដេញពេលវេលាទៅតាមឆ្នាំនីមួយវាមានឡើងចុះអីហ្នឹងមិនលែងទេបុគ្គលម្នាក់តែងមានឡើងមានចុះណាសំខាន់គឺតួអង្គទាំងពីរត្រូវដឹងពីរាសីរបស់ខ្លួនឯងច្បាស់កាលណាយើងដឹងរាសីនោះឯងគឺយើងដឹងពីពេលវេលាកើតរឿងអីឡើងហើយយើងព្យាយាមជៀសណាអាហ្នឹងឯងគឺអ្នកទាំងពីរហ្នឹងសុខជាមួយគ្នាហើយនេះខ្ញុំជម្រាបជូនមិនថាតួអង្គគូហេងឬក៏គូសយទេណាគូហេងក៏អាចបែកគ្នាបានដែរមិនមែនថាអូហេងចេះតែហេងទៅសុខដុមរមនាជាមួយគ្នាទៅបាទដូចខ្ញុំជម្រាបជូនញយថាចានក្នុងរាវតែងប៉ះទង្គិចហើយចុះប្រសិនបើបុកផ្សំជាមួយនឹងកតាមនុស្សយើងមិនសូវមានការអប់រំថែមទៀតមិនសូវមានសិលធម៌អាហ្នឹងក៏ចាស់បុរាណលោកតែងពោលថារៀបចំកូនចៅឲ្យមើលផៅសន្តានប្រសិនបើយើងមានការអប់រំខ្ពស់នោះឯងជាសេចក្តីសុខជាសុភមង្គលរបស់យើងមិនមែនទៅតាមទូរិស័យទេណាអញ្ចឹងហើយកតាមនុស្សហើយនឹងកតាបារមីគួបផ្សំគ្នាមានគូខ្លះសូម្បីតែថារាសីជួបគ្នាមិនល្អគូក្រងអ្នកទាំងពីរហ្នឹងជួបគ្នាមិនល្អប៉ុន្តែគាត់មានកតាមនុស្សខ្លាំងក្លាគួបផ្សំជាមួយនឹងទូរិស័យមិនល្អហ្នឹងគឺបំលែងទូរិស័យមិនល្អហ្នឹងឯងឲ្យទៅជាល្អបានបាទបែបហ្នឹងណាហើយនេះជម្រាបជូនតួអង្គឆ្នាំខាលហើយនឹងមួយម៉ែជាបុគ្គលដែលមានគុណធម៌កាលណាអ្នកទាំងពីរជួបគ្នាគឺពោពេញទៅដោយគុណធម៌ហើយពាក្យសម្ដីផ្អែមល្ហែមទៅគ្នាទៅវិញទៅមកហើយនោះឯងគឺជាគូសុភមង្គលហើយកាលណាអ្នកទាំងពីរជួបគ្នាយើងមើលទៅលើឆ្នាំហើយខ្ញុំអត់និយាយទៅលើឆ្នាំ2025ទេខ្ញុំជម្រាបជូនតែឆ្នាំ2026ហ្នឹងអ្នកទាំងពីរហ្នឹងត្រូវបានលុយលៀបណាបាទមានហេង3ចូលមកក្នុងឆ្នាំ2025នេះរវាងគូខាលហើយនឹងមួយម៉ែគឺនឹងទទួលបានធាតុភ្លើងមកធាតុភ្លើងគឺខាលទទួលបានហើយមួយម៉ែក៏ទទួលបានដូចគ្នាដែរមួយម៉ែទទួលបាន 100% ហើយបូកផ្សំជាមួយនឹងខាល 50% ទៀតអញ្ចឹងពោពេញទៅដោយធាតុភ្លើងហើយគូទាំងពីរហ្នឹងណាភ្លើងចំតួហ្មងក្តៅកគុកហើយបាទខ្ញុំនិយាយលេងទេណាភ្លើងហ្នឹងគឺសំដៅទៅលើបារមីអ្នកដតីយាយីអត់បានទេបារមីឃុំក្រងខ្លួនយើងណាការពារខ្លួនយើងហើយបើសិនតែចេញចររកស៊ីអីហ្នឹងគឺរកស៊ីតាមបច្ចេកវិទ្យារកស៊ីតាមអ៊ីនធឺណិតឬក៏ប្រើធាតុភ្លើងដើម្បីរកស៊ីនោះបានលុយបានលៀបច្រើនណាមួយម៉ែមានចំណេះជំនាញខាងធាតុភ្លើងហើយខាលក៏មានដូចគ្នាដែរហើយខាលក៏ជាមនុស្សដឹកនាំបាទនាំខាងការរកស៊ីបូកផ្សំជាមួយអ្នកទាំងពីរហ្នឹងនោះផ្ទុះតែម្ដងផ្ទុះលុយលៀបនៅឆ្នាំ2026អ្នកទាំងពីរនឹងទទួលបានលុយលៀបហើយមួយទៀតសុខភាពក៏ល្អប្រសើរដែរមួយម៉ែមានសុខភាពមាំមួននៅឆ្នាំ2026ហ្នឹងល្អប្រសើរណាសុខភាពគាត់អត់មានទ្រុឌទ្រោមអត់មានជំងឺអីផ្សេងកើតឡើងទេហើយអញ្ចឹងមនុស្សយើងសំខាន់ណាស់សុខភាពកាលណាយើងមានសុខភាពបរិបូរណ៍នោះកម្លាំងពលាំងនិងប្រកបការងារអ្វីហើយនឹងឯងគឺទទួលបានជោគជ័យហើយគ្មានការព្រួយបារម្ភសបាយរីករាយក្នុងចិត្តអញ្ចឹងជួបអ្នកដតីក៏ញញឹមញញែមដែរជួបអ្នកណាក៏ញញឹមញញែមដែរនេះឯងដែលរុញច្រានទូរស័យរបស់យើងហ្នឹងណាឲ្យទទួលបានលុយលៀបធំលុយលៀបហូរចូលជាប្រចាំនៅក្នុងឆ្នាំ2026ហ្នឹងហើយចរវាងខាលហើយនឹងចយ៉ាងណាដែរខាលហើយនឹងចគូក្រងខាលហើយនឹងចរិស័យទូទៅគឺមធ្យមរស់នៅជួបជុំគ្នាទទួលបានសុខភាពល្អជាមធ្យមហើយការរកស៊ីជួញដូរផ្សេងក៏មធ្យមដែរភាពល្អលើនជាមួយគ្នាសុភមង្គលការដឹកនាំគ្រួសារមិនថាមជ្ឈដ្ឋានខាងក្រៅឬក៏ខាងក្នុងទេមានតួរិស័យមធ្យម
ហើយចុះបើសិនជាយើងក៏លេខមើលទៅលើការរកស៊ីវិញមានលក្ខណៈបែបណាទូរស័យឆ្នាំខាលហើយនិងឆ្នាំចនៅក្នុងឆ្នាំ2026មានផ្កាយដឹកនាំចចូលមកដូចគ្នាអ្នកទាំងពីរហ្នឹងណាមានផ្កាយដឹកនាំចចូលមកដូចគ្នាហើយអញ្ចឹងវាធ្វើឲ្យចិត្តគំនិតអ្នកទាំងពីរហ្នឹងឯងពោពេញទៅដោយភាពដឹកនាំបង្ហាញអត្តចរិតជាអ្នកដឹកនាំហើយបើបូកផ្សំទៅនឹងចំណេះជំនាញរបស់ខ្លួនឯងទៀតអានោះឯងនឹងក្លាយទៅជាមេដឹកនាំម្នាក់ដ៏ប្រសើរនៅក្នុងឆ្នាំ2026ហ្នឹងអ្នកទាំងពីរក៏ទទួលបានធាតុភ្លើងមកដែរហើយចឹងនេះឯងដែលខ្ញុំជម្រាបជូនថាខាលហើយនឹងចកាលណាជួបជុំគ្នានោះមានតួរស័យមធ្យមឡើងខ្លាំងក៏មិនខ្លាំងហើយក៏ចុះក៏មិនចុះដែរបើនិយាយឲ្យចំគូទាំងពីរហ្នឹងរវាងខាលហើយនឹងចនៅឆ្នាំ2026ហ្នឹងគឺមានរាសីមធ្យមបានធាតុភ្លើងមកហើយធាតុភ្លើងហ្នឹងឯងគឺសំដៅទៅលើបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយទោះបីគេបំបែកខាងផ្លូវកាយផ្លូវបារមីក៏មិនបែកដែរអ្នកទាំងពីរហ្នឹងណាគ្រាន់ថាឲ្យបានលុយលៀបដូចខាលហើយនឹងម៉ម៉ែគឺអត់បានទេទូរស័យអ្នកទាំងពីរខុសគ្នាខាលម៉ម៉ែគឺខុសពីខាលនិងចដូចខ្ញុំជម្រាបចឹងខាលម៉ម៉ែនៅឆ្នាំ2025នឹងទទួលបានលុយលៀបខ្លាំងហើយហេងក៏ខ្លាំងដែរធាតុភ្លើងក៏ពោពេញទៅដោយកម្លាំងខ្លាំងបារមីក៏ខ្លាំងហើយបើខាលនិងចអត់ទទួលបានលុយលៀបទេប៉ុន្តែទទួលបានបារមីហើយបារមីក៏ទទួលបានមធ្យមមិនឡើងខ្លាំងទេមិនឡើងខ្លាំងដូចខាលហើយនឹងម៉ម៉ែទេណាប៉ុន្តែឲ្យចុះក៏មិនចុះដែរខាលហើយនឹងចមិនងាយចុះទេហើយក៏មិនងាយឡើងដូចគ្នាបាទនេះខ្ញុំចង់ជម្រាបជូនពីគូក្រងហើយចង់ធៀបរវាងគូទាំងពីរហ្នឹងខាលចង់ធៀបខាលទៅនឹងគូផ្សេងគ្នាហ្នឹងណាឆ្នាំ2026ខាលប្រសិនបើជួបជាមួយនឹងគូផ្សេងក្រៅពីម៉ម៉ែហើយនឹងចនោះឯងគឺមានរិស័យហាក់ធ្លាក់បន្តិចហើយមិនឡើងទេណាបាទហើយនេះអាស្រ័យទៅលើរិស័យរបស់តួខ្លួនអ្នកទាំងពីរផងដែរពិសេសរិស័យរបស់ឆ្នាំផ្សេងហើយប្រសិនបើចង់ដឹងរិស័យតួខ្លួនបែបណាបែបណីណាកុំភ្លេចតាក់ទងមកខ្ញុំនឹងមើលជូនណាតាក់ទងមកខ្ញុំតាម Telegram 016 860 678តាក់ទងមកខ្ញុំណាហើយពិសេសហ្នឹងទទួលយកខ្ញុំជាគ្រូតាមខ្លួនប្រចាំខ្លួនទៅត្រូវការសួរបែបណាបែបណីអីហ្នឹងអញ្ចឹងសួរខ្ញុំតាម Telegram ទៅណាសួរនាំទៅចង់ដឹងពីរិស័យខ្លួនឯងហ្នឹងយ៉ាងណាយ៉ាងណីត្រូវរៀបចំពិធីនេះពិធីនោះអីហ្នឹងបែបណាបែបណីអាចតាក់ទងមកខ្ញុំសួរខ្ញុំបានគ្រប់ពេលវេលាណាហើយអញ្ចឹងខ្ញុំជម្រាបជូនគូអ្នកទាំងពីរឬក៏គូរបស់ខាលចាប់ត្រឹមប៉ុណ្ណឹងចឹងណាសូមជូនពរដល់បងប្អូនកូនចៅទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនហើយជួបតែហេង